ពាក់ព័ន្ធទៅនឹងការរៀនសូត្រនេះអ្នកខ្លះគាត់អត់បានរៀនពីក្មេងទេរហូតទៅដល់គាត់ខ្លាចបុគ្គលិកគេបន្ទាប់មកខ្លាចជាមេក្រុមមេដឹកនាំគេហ្នឹងគាត់ទៅតែនឹកឃើញថាចំជាជំនាញដែលត្រូវការចាំបាច់នៅក្នុងពេលដែលគាត់ខ្លាចជាមេក្រុមខ្លាចជាមេគេហ្នឹងតើគាត់អាចរៀនបានទេមានកំណត់វ័យថាគាត់30ជាង40ជាងឬក៏50ជាងទេឬក៏យ៉ាងម៉េចលោកគ្រូបាទបើសិនជាបទពិសោធន៍របស់ខ្ញុំផ្ទាល់តាមអ្វីដែលខ្ញុំធ្លាប់បដិបដាលមកមិនថាជំនាញណាខ្ញុំគិតថាភាគច្រើនគឺយើងអាចរៀនបានឲ្យតែយើងចង់ចេញពីខាងក្នុងរបស់យើងមកដូចជាក់ស្ដែងក្នុងវគ្គបដិបដារបស់ខ្ញុំកន្លងមកមានលោកពូអ្នកមីងរហូតដល់50 60ឆ្នាំដែលគាត់នៅតែឲ្យខ្លួនឯងមករៀនសូត្រមកអនុវត្តហើយខ្ញុំកោតសរសើរគាត់មែនតើដោយសារតែគាត់ជាបុគ្គលមួយដែលឃើញថាការរៀនសូត្រវាអត់ឈប់ទេវានៅតែបន្តហើយបើសិនជាជំនាញណាដែលគាត់គិតថាគាត់នៅខ្វះខាតគាត់ឲ្យខ្លួនឯងទៅវឹកហាត់ឲ្យទៅរៀនទៅធ្វើអញ្ចឹងឃើញថាគាត់ចាប់ផ្ដើមឲ្យខ្លួនឯងមានភាពប្រសើរឡើងមានភាពរីកចម្រើនឡើងអញ្ចឹងនៅតារាបណាគាត់មានមូលហេតុច្បាស់លាស់មិនថាគាត់វ័យប៉ុណ្ណាខ្ញុំនៅតែជឿជាក់ថាគាត់អាចធ្វើបានគាត់អាចរៀនបានតារាបណាគាត់ឲ្យឱកាសខ្លួនឯងទៅធ្វើឲ្យបានច្រើនដងបាទ